បាទសួស្តីបងប្អូនមានព័ត៌មានមួយពាក់ព័ន្ធជាមួយនឹងសំណង់អគារនៅផ្លូវកម្ពុជាក្រោមជិតផ្សារថ្មីឥឡូវនេះអាជ្ញាធរគាត់បានចាប់ផ្ដើមការវាយកំទេចនៅអគារទាំងអស់ហ្នឹងហើយដោយការជូនដំណឹងនេះតាំងពីខែអញ្ចឹងតាំងពីថ្ងៃទី5ឧសភាឆ្នាំ2025អញ្ចឹងក្រសួងក៏គាត់បានចេញសេចក្តីជូនដំណឹងដូចគ្នាពាក់ព័ន្ធជាមួយនឹងក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ក៏បានជូនសេចក្តីជូនដំណឹងទៅដល់សាធារណជនឲ្យបានជ្រាបថាអគារសហកម្មសិទ្ធិជាអតីតសណ្ឋាគារអង្គរមានជ័យហើយមានទីតាំងស្ថិតនៅលើផ្លូវកែងមហាវិថីព្រះមុនីវង្សនិងមហាវិថីកម្ពុជាក្រោមដែលស្ថិតនៅភូមិមួយសង្កាត់មនោរម្យខណ្ឌ7មករារាជធានីភ្នំពេញត្រូវបានសាងសង់តាំងពីឆ្នាំ1950គិតមកដល់ពេលបច្ចុប្បន្នសំណង់អគារនេះមានអាយុ75ឆ្នាំហើយអគារទាំងនេះមានក្រឡាផ្ទៃបាទមានក្រឡាផ្ទៃឬក៏បាតទំហំហ្នឹងសរុបចំនួន590ម៉ែត្រការ៉េហើយមានកម្ពស់6ជាន់ស្ថិតស្មើនឹង107បន្ទប់និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន65គ្រួសារគិតត្រឹមខែមេសាឆ្នាំ2025ប្រជាពលរដ្ឋចំនួន61គ្រួសារស្មើនឹង 94% បានទទួលយកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ហើយបានស្ម័គ្រចិត្តចាស់ចេញទៅរស់នៅទីតាំងថ្មីនិងមានសុវត្ថិភាពសម្រាប់ក្រុមគ្រួសាររបស់ពួកគាត់អញ្ចឹងបើផ្អែកតាមសមិទ្ធផលនៃការចុះត្រួតពិនិត្យនិងការវិតម្លៃគុណភាពសំណង់ការវិភាគលើគុណភាពនិងសុវត្ថិភាពគ្រឿងសំណង់និងលទ្ធផលនៃការពិសោធន៍សម្ភារៈសំណង់អគារនេះរបស់មន្ទីរពិសោធន៍ជាតិសំណង់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានពិនិត្យឃើញថាសំណង់អគារនេះមានសភាពទ្រុឌទ្រោមខ្លាំងបាត់បង់តុល្យភាពទម្លុំនឹងនៃរចនាសម្ព័ន្ធគ្រឿងបង្គុំសំណង់និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុមិនផ្ដល់សញ្ញាជាមុននោះទេដែលអាចបង្កឲ្យមានគ្រោះថ្នាក់ទៅដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរក្នុងន័យនេះដែរផ្អែកតាមច្បាប់ស្ដីពីសំណង់ឆ្នាំ2019និងដើម្បីបញ្ជាគ្រោះថ្នាក់ដល់អាយុជីវិតនិងការបាត់បង់ទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុដោយសារសំណង់អតីតសណ្ឋាគារអង្គរមានជ័យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សូមធ្វើសេចក្តីណែនាំដូចខាងក្រោមបាទទី1គឺសូមបងប្អូនប្រជាពលរដ្ឋ4គ្រួសារដែលកំពុងស្នាក់នៅប្រើប្រាស់និងប្រកបអាជីវកម្មនៅក្នុងអគារនេះត្រូវបញ្ឈប់ការរស់នៅនិងការប្រកបអាជីវកម្មជាបន្ទាន់និងត្រូវធ្វើការចាកចេញពីអគារនេះក្នុងរយៈពេល15ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅជាមួយគ្នានេះដែរក្រុមការងារក្រសួងដែនដីនគរូបនីយកម្មនិងសំណង់នឹងបន្តសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋដែលរស់នៅចុងក្រោយចំនួន4គ្រួសារចំណុចទី2រដ្ឋបាលរាជធានីភ្នំពេញត្រូវចាត់វិធានការជាបន្ទាន់ជាអាចហុំព័ទ្ធចូលនិងហាមប្រើប្រាស់អគារនេះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ3ធានាសុវត្ថិភាពសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈចំណុចទី3ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់និងសហការជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះក្រោយផុតការកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយចំនួន4គ្រួសារខាងលើសេចក្តីដោយបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់រាជធានីភ្នំពេញថ្ងៃទី5ខែឧសភាឆ្នាំ2025